បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទដែលតែងតែបាទទស្សនានៅការប្រណាំងទូកបាទក៏ដូចជាបាទគ្រប់ត្រូលនៅ page ចវាទាំងអស់គ្នាបាទថ្ងៃនេះលើកយកគូពិសេសមកគូបាទគឺជាការប្រកួតរវាងខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌លឿងចុងចវាពណ៌សនោះគឺជាទូកដែលមានឈ្មោះថាបារមីឯកមានជ័យបាទទូកនេះគឺស្ថិតនៅក្នុងវត្តពីមតាឯកបាទឃុំពីមមកញ្ញាអង្គក្រុងអរិយខ្សាត់ខេត្តកណ្ដាលឥឡូវđangសង្កាត់ពីមញ្ញាអង្គឯងខ្ញុំអត់សូវច្បាស់ដែរនេះបាទចំណែកខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានបាទពណ៌បៃតងនោះគឺជាទូកដែលមានឈ្មោះថាស្រីសសុកសែនជ័យបាទទូកនេះគឺអញ្ជើញមកពីឃុំឫស្សីជ្រោយបាទស្រុកមុខកំពូលខេត្តកណ្ដាលដូចគ្នាបាទជើងទី1បាទបារមីឯកមានជ័យបាទជើងទី1នេះល្អមែនទែនបាទចំណោះលោកគ្រូហេងបឹងធំបាទឆ្នាំ2025នេះតើកៃណាឃើញចំណោះលោកគ្រូហេងបាទល្អមែនតើបាទជើងចង្វាវិញបាច់និយាយទេបាទឥឡូវមកជួបស្រីសបាទជើងទី1បាទថ្ងៃទី1ទៀតបាទឥឡូវសាកបាទជើងចង្វាគ្នាមើលបាទជើងទី1នេះដូចជាងតឹងដែរបាទស្រីសសម្រាប់បាទប៉ះជាមួយនឹងបារមីឯកមានជ័យតែតឹងយ៉ាងណាក៏ត្រូវទៅរួចដែរបាទសម្រាប់ស្រីសសុកសែនជ័យពិបាកនឹងបាទទប់ទល់ណាទូកមុំតែដាច់ទេទូកនេះបាទទូកលបឿនប្រហែលគ្នាអត់ដាច់ទេបាទជើងទី1បាទស្រីសសុកសែនជ័យបាទឈ្នះពាក់កណ្ដាលទូកបាទទៅលើបារមីឯកមានជ័យបាទចូលដល់ជើងទី2ផ្លាស់ប្ដូរខ្សែទឹកបាទផ្លាស់ប្ដូរខ្សែទឹកស្រីសសុកសែនជ័យផ្លាស់ទៅនៅខ្សែទឹកខាងក្រៅចំណែកបារមីឯកមានជ័យផ្លាស់មកនៅខាងក្នុងវិញបាទហាក់ដូចជាដាច់ឆ្ងាយណាស់បាទជើងទី2នេះបាទចុងខ្សែទឹកខាងក្នុងរៀងតឹងដែរតែនៅតែល្អបាទបារមីឯកមានជ័យឆ្នាំ2025នេះបាទក្នុងការប្រកួត2ថ្ងៃបាទចំនួនដូចជា5ជើងបាទ3ថ្ងៃ5ជើងចាំមើលវីដេអូក្រោយៗខ្ញុំនឹងធ្វើវីដេអូពីបាទទូកបារមីឯកមានជ័យបាទចំនួន5ជើងនេះបាទលបឿនទូករបស់គាត់ក៏មិនអន់ហ្មងដែរបាទសាច់ទូកអ្វីថ្មីតែដាក់ចំណោះបាទលោកគ្រូហេងបឹងធំបើការប្រកួតរបស់គាត់ប៉ះសិតតអ្នកខ្លាំងបាទលើជើងទី2បាទស្រីសសុកសែនជ័យផ្លាស់ទៅនៅខាងក្រៅបាទដាច់បាទជើងទី2នេះសម្រាប់ជើងទី2គឺដាច់បាទទៅលើបារមីឯកមានជ័យ